តោះពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកចែករំលែកក្នុងការវិធីសាស្ត្រថែរក្សាភូលបើន័យថាអាងហែលទឹកបើភាសាខ្មែរយើងអញ្ចឹងវិធីសាស្ត្រក្នុងការថែភូលគឺយើងទោះជាខែភ្លៀងឬក៏អឺយ៉ាងម៉េចក៏ដោយគឺយើងនៅតែថែរក្សាធម្មតាហើយនៅពេលខែភ្លៀងវាអាចនឹងពិបាកជាងខែធម្មតាខែដែលអត់ភ្លៀងក៏ប៉ុន្តែយើងជាក់ស្ដែងគឺយើងត្រូវត្រួតពិនិត្យក្ល pH ឬក៏សូដាមិនថាភូលទឹកប្រៃទឹកសាបទេគឺវា process វាមិនជាខុសគ្នាប្រហែលហ្នឹងអញ្ចឹងវាតោះតែយើងតាមដានរាល់ថ្ងៃយើង check រាល់ថ្ងៃយើងតេស្ត pH តេស្តក្លអីហើយយើងបូកជាមួយនឹងការថែទាំបូមសម្អាតឲ្យបានដិតដល់ទោះជាខែភ្លៀងក៏មិនជាឧបសគ្គសម្រាប់យើងដែរឲ្យតែយើងថែវាដិតដល់ចឹងសម្រាប់ខ្ញុំជាក់ស្ដែងគឺភូលទឹកប្រៃភូលទឹកសាបគឺខ្ញុំធ្វើបានអញ្ចឹងវាអត់មានជាបញ្ហាអីសម្រាប់ខ្ញុំអញ្ចឹងទោះជាលក្ខណៈថាខូចទៅដល់ឡើងស្លែខៀវអីយ៉ាងម៉េចក៏ដោយអញ្ចឹងក៏យើងនៅធ្វើបានដែរអញ្ចឹងរាល់អ្វីដែលជាជំនាញយើងដំបូងក៏យើងមិនសូវជាចេះហ្មងដែរអញ្ចឹងគឺយើងសិក្សារៀនស្វែងយល់ពីការងារផងយើងបានចំណេះផងអញ្ចឹងយើងមិនអាចនៅក្នុងហូថែលឬក៏បូតិចអីមួយយើងអត់អាចចេះមកបានអត់ណាក៏ទឹកភ្លើងម៉ាស៊ីនត្រជាក់និងភូលនិយាយរួមប្រសេសនៅក្នុងហូថែលគឺយើងត្រូវចេះច្រើនបើយើងចេះថាមួយ skill 2 skill វាចូលមកគេអត់ចោះទេអញ្ចឹងអានេះខ្ញុំគ្រាន់តែការណែនាំសម្រាប់ជាងគ្នាយើងឯងអញ្ចឹងដូចឲ្យមើលអញ្ចឹងគឺនេះជាខែភាសាក៏តែខ្ញុំថែបានប៉ុណ្ណឹងហើយនៅមានការងារច្រើនទៀតអូខេអរគុណបាយបាយ